ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងធ្វើពីរបៀបឆាមាន់ខ្ទឹមសបងប្អូនជាដំបូងយើងយកសាច់មាន់យើងដែលទិញពីផ្សារទៅលាងទឹកឲ្យស្អាតបងប្អូនពេលលាងទឹកហើយយើងចាប់ផ្ដើមសម្រោះសាច់មាន់ឲ្យស្រស់ទឹកសិនរួចហើយយើងបន្តទៅកាត់គល់ស្លឹកគ្រៃរបស់យើងបងប្អូនខ្ញុំមានគល់ស្លឹកគ្រៃស្រាប់អញ្ចឹងខ្ញុំកាត់នៅមុខផ្ទះរបស់ខ្ញុំតែម្ដងបងប្អូនហើយបន្ទាប់មកយើងលាងទឹកឲ្យស្អាតជាមួយនឹងគល់ស្លឹកគ្រៃនិងមើមខ្ទឹមរបស់យើងបងប្អូនព្រោះហើយបើយើងរួចហើយយើងបន្តបកខ្ទឹមសខ្ទឹមក្រហមឲ្យស្អាតបងប្អូនរួចហើយយើងទៅចិញ្ច្រាំខ្ទឹមសឲ្យម៉ត់រួចទុកម្ល៉េះបន្តមកទៀតយើងហាន់គល់ស្លឹកគ្រៃរបស់យើងជាចំណិតតូចល្មមបងប្អូនចាបងប្អូនគ្រឿងរបស់យើងគឺបានហាន់រួចរាល់ហើយបងប្អូនគ្រឿងទាំងអស់នេះអាចកាត់បន្ថយជាតិឆ្អាបរបស់សាច់មាន់បានណាបងប្អូននិងអាចបន្ថែមអររសរបស់ម្ហូបរបស់យើងផងដែរបន្ទាប់មកយើងដាក់សាច់មាន់របស់យើងឲ្យខាសជាតិទឹកសាច់មាន់ជាតិឆ្អាបរបស់មាន់អស់សិនណាបងប្អូនរួចហើយយើងដាក់ខ្លាញ់យើងធ្វើបែបនេះគឺបន្ថយនៅជាតិឆ្អាបរបស់សាច់មាន់ណាបងប្អូនរួចហើយយើងដាក់ខ្ទឹមសរបស់យើងចូលនិងដាក់គល់ស្លឹកគ្រៃរបស់យើងនិងស្លឹកក្រូចដើម្បីបន្ថយជាតិឆ្អាបនិងមានក្លិនឈ្ងុយបងប្អូនរួចហើយយើងដាក់ប្រេងខ្យងបន្តិចបន្ទាប់មកទៀតយើងដាក់ប៊ីចេងបងប្អូនបន្ទាប់មកទៀតយើងដាក់រ៉ូឌីបន្តិចបងប្អូនសម្រាប់នឹងទឹកត្រីបន្តិចផងដែរបងប្អូនសម្រាប់ស្ករយើងដាក់នៅពេលក្រោយជៀសវាងនៅម្ហូបខ្លោចអញ្ចឹងណាបងប្អូនខ្លះណាគេដាក់នៅពេលខ្ទឹមបំពងអញ្ចឹងប៉ុន្តែខ្ញុំដាក់ពេលក្រោយរួចហើយយើងចាក់ខ្ទឹមសខ្ទឹមក្រហមចូលអញ្ចឹងណាបងប្អូនបន្ទាប់មកយើងទុករយៈពេលឲ្យសាច់មាន់ឆ្អិនល្មមមកហើយអាចញ៉ាំបានបងប្អូនយើងភ្លក់មើលថាខ្វះរសជាតិប្រៃសាបអីយើងអាចថែមទៅតាមនឹងបានបងប្អូនអញ្ចឹងខ្ញុំថែមអំបិលបន្តិចពោរាំងសាបអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតយើងមករោយស្លឹកខ្ទឹមដែលយើងបានហាន់ហើយរោយពីលើចាបងប្អូនម្ហូបរបស់យើងគឺបានឆ្អិនរួចរាល់ហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនារបស់ Channel YouTube របស់នាងខ្ញុំបងប្អូន